ប្រវត្តិប្រាសាទតាក្របី1ទីតាំងប្រាសាទតាក្របីស្ថិតនៅក្នុងតំបន់អង្គរខេត្តសៀមរាបជាប់នឹងផ្លូវដែលឆ្លងកាត់ប្រាសាទតាកែវទៅកាន់តាព្រំនិងតានៅចម្ងាយប្រហែល1 ទៅ 2 គីឡូម៉ែត្រពីប្រាសាទតាកែវជាទីតាំងស្រស់ស្អាតនៅកណ្ដាលព្រៃឈើមានតែប្រាង្គទូចស្ថិតនៅកណ្ដាល2សម័យកសាងប្រាសាទតាក្របីត្រូវបានសាងសង់នៅចុងសតវត្សទី10ដល់ដើមសតវត្សទី11ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5ជាសម័យបន្ទាប់ពីព្រះបាទរាជេន្ទ្រវរ្ម័នទី2និងមុនសម័យសូរ្យវរ្ម័នទី1ប្រាសាទត្រូវបានឧទ្ទិសឲ្យព្រះសិវៈក្នុងព្រហ្មញ្ញសាសនា3អត្ថន័យនៃឈ្មោះតាមានន័យថាព្រះអធិរាជចាស់ឬអ្នកចាស់ក្របីគឺជាសត្វក្របីឬគោដែលជាសត្វសក្ការៈក្នុងព្រហ្មញ្ញសាសនាដោយជាសត្វនន្ធីរបស់ព្រះសិវៈដូច្នេះតាក្របីមានន័យថាកន្លែងតាំងព្រះនន្ធីឬប្រាសាទឧទ្ទិសដល់ព្រះនន្ធី4ស្ថាបត្យកម្មប្រាសាទតាក្របីមានតែមួយប្រាង្គទួយប៉ុណ្ណោះឈរលើគ្រឹះថ្មឆ្គាប់ជាប្រាសាទសាងសង់ដោយឥដ្ឋនិងក្លិនศิលាជារចនាថ័ព្ទអង្គរបុរីទ្វារចូលស្ថិតខាងកើតតាមទំនៀមប្រាសាទខ្មែរបុរាណនៅខាងក្នុងកន្លែងបង្គំព្រះមានបន្ទប់ទូចសម្រាប់តាំងរូបព្រះឬសញ្ញាសក្ការៈនៅជុំវិញមិនមានប្រាង្គបន្ថែមឬបាយ័នដោយប្រាសាទធំឡើយ5សិល្បៈនិងចម្លាក់លើទ្វារនិងកំពែងប្រាសាទមានលក្ខណៈសាមញ្ញតែបង្ហាញពីសិល្បៈដើមអង្គរមានរូបគំរូផ្កាព្រមទាំងរូបព្រះឥស្វរនិងសត្វនន្ធីក្របីទោះបីជាការប្រេះស្រាមបំផ្លាញដោយពេលវេលាក៏នៅសល់ភាពស្រស់ស្អាត6សារៈសំខាន់ប្រវត្តិសាស្ត្រប្រាសាទតាក្របីបង្ហាញពីការរីកចម្រើននៃសិល្បៈស្ថាបត្យកម្មខ្មែរពីសតវត្សទី10ទៅ11ជាផ្នែកនៃក្រុមប្រាសាទទូចៗដែលមានតួនាទីសាសនាផ្ទាល់ខ្លួននិងសង្គមមូលដ្ឋានបង្ហាញពីទំនុកចិត្តរបស់បុព្វបុរសខ្មែរចំពោះព្រះសិវៈនិងសត្វសក្ការៈរបស់ទ្រង់7សភាពបច្ចុប្បន្នប្រាសាទតាក្របីនៅសល់តែប្រាង្គទូចប៉ុណ្ណោះភាគច្រើនត្រូវបានពុកផុយប៉ុន្តែរូបរាងស្ថាបត្យកម្មនិងរូបចម្លាក់នៅតែអាចមើលឃើញជាទីតាំងទេសចរណ៍ទូចមួយដែលភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនាពេលធ្វើដំណើរទៅកាន់ប្រាសាទតាកែវឬតាព្រំ8ការពារនិងអភិរក្ស RPS Naratha និងអង្គការអន្តរជាតិបានចូលរួមរក្សាទុកប្រាសាទតាក្របីដើម្បីឲ្យជាសម្បត្តិបេតិកភណ្ឌការអភិរក្សមានគោលបំណងរក្សាទុកសិល្បៈនិងអត្តសញ្ញាណប្រវត្តិសាស្ត្រខ្មែរសរុបមកវិញប្រាសាទតាក្របីទោះមានទំហំទូចតែជាសាក្សីសំខាន់មួយទៀតនៃសិល្បៈនិងសាសនាក្នុងសម័យដើមអង្គរវាជាផ្នែកមួយនៃបណ្ដាញប្រាសាទអង្គរដែលបង្ហាញពីឆន្ទៈនិងសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ